ក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានបន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋដែលបានទិញដីឡូតិ៍របស់គម្រោងដីឡូតិ៍ភូមិមរតកនៅខេត្តស្វាយរៀងចំនួន207ប័ណ្ណបន្ថែមទៀតសូមគូបញ្ជាក់ថានេះគឺជាលើកទី2ហើយដែលក្រសួងបានធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិជូនដល់ពលរដ្ឋដែលជាអតិថិជនគម្រោងនេះដែលលើកទី1មានចំនួន129ប័ណ្ណហើយសរុបទាំងពីរលើកនេះមានចំនួន336ប័ណ្ណចំពោះដីឡូតិ៍ដែលនៅសេសសល់ហើយត្រៀមរៀបចំបន្តមានចំនួន434ប័ណ្ណថែមទៀតក្រសួងនឹងបន្តដោះស្រាយជូននាពេលខាងមុខឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអល់មានប្រសាសន៍ថាទៅមុខទៀតក្រសួងនឹងធ្វើការជាមួយរដ្ឋបាលខេត្តដើម្បីប្រែក្លាយគម្រោងដីឡូតិ៍នេះឲ្យទៅជាឧបសម្ព័ន្ធនៃភូមិដែលមានស្រាប់ហើយសូមបងប្អូនសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំលក្ខន្តិកៈនៃការរស់នៅសន្តិសុខសណ្ដាប់ធ្នាប់ការប្រមូលសំរាមទឹកនិងភ្លើងធ្វើការដាំដើមឈើថែរក្សាអនាម័យបរិស្ថានរស់នៅដើម្បីប្រែក្លាយភូមិឲ្យទៅជាភូមិឋានក្សេមក្សាន្តនិងទ្រនំសុភមង្គលនេះបើយោងទៅតាមពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាជនជាអតិថិជនគម្រោងដីឡូតិ៍ភូមិមរតកនៅខេត្តស្វាយរៀងនាទីស្តីការក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់នាថ្ងៃទី9ខែមករាឆ្នាំ2026នេះ